បាទសូមគោរពជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាហើយនេះពួកខ្ញុំបានមកលេងនៅខាងភ្នំនៅខាងប៉ែកសំឡូតថ្មីខាងក្រុងបាត់ដំបងហើយថ្ងៃនេះបងដាម្ចាស់យានដ្ឋានជួសជុលឡានធំណាគាត់មានពួកម៉ាក់គាត់នៅខាងភ្នំខាងចកាហ្នឹងគាត់នាំមកលេងចកានៅលើភ្នំលក្ខណៈហូបប៊ូហ្វេមានច្រើននៅទីនេះប៉ុន្តែដោយសាររដូវនេះមានផ្លែទឹកដោះគោតៃវ៉ាន់ផ្លែទឹកដោះគោនេះវាស្រដៀងជាមួយនឹងផ្លែទឹកដោះគោខាងខ្មែរយើងដែរគ្រាន់តែទីមួយវាមិនសូវមានជ័រហើយសាច់វារៀងក្អោបប៉ុន្តែក្របវាស្រដៀងនឹងក្របផ្លែកំពីងរាជបើផ្លែទឹកដោះគោយើងក្របវាតប៉ែតហើយយើងអាចហូបសាច់ដែលជាប់នឹងក្របវាបានតែដល់ពេលផ្លែទឹកដោះគោតៃវ៉ាន់នេះវិញយើងបានតែធំជក់ឌៀមធម្មតាទេហើយការដែលហូបក្របវាសូមប្រយ័ត្នប្រយែងផងខ្លាចល្អិលចូលកំពង់ខ្យល់ណាហើយនិយាយទៅក្របវាដូចជារៀងនឹងផ្លែក្របកំពីងរាជដែរហើយនៅនេះប៊ូហ្វេនេះខ្ញុំទៅនេះដោយសារគ្នាឯងអញ្ចឹងគាត់ឲ្យហូបប៊ូហ្វេនេះហូបតែកន្លែងហ្នឹងទេអត់អាចខ្ចប់ទេបាទមានតម្លៃដូចជា$3ពី$12,000រៀលហូបមកស្រឡាញ់ដើរបេះមើលផ្លែណាតំណងអត់តកៅអត់អីបេះហូបទៅមានកំបិតមានសាភាឲ្យឆ្កហូបមកស្រឡាញ់ហើយតាក់ទងនឹងអាកាសធាតុវិញល្អត្រជាក់ល្អខ្យល់ហើយលើភ្នំហើយធំណាស់កន្លែងនេះហើយនិយាយពីចកាផ្លែឈើច្រើនមុខមានតាំងពីទុរេនសាវម៉ាវអីទៅនឹងទាំងអស់ប៉ុន្តែគាត់ថាវាអត់ទាន់ដល់រដូវវាអញ្ចឹងយើងហូបបានតែមួយមុខតាក់ទងនឹងផ្លែទឹកដោះគោតៃវ៉ាន់ហ្នឹងអញ្ចឹងចាំមើលដល់រដូវទុរេនអីសាក់ម្ដងទៀតចង់សាករសជាតិទុរេនម្ដងប៊ូហ្វេយើងអត់ដែលនេះទេយើងហូបតែទិញហូបធម្មតាដល់ឥឡូវស្គាល់ខាងបងចង្ការផ្ទាល់អញ្ចឹងចាំមើលដាក់មកអស់ដៃមើលតើទុរេនប៊ូហ្វេវាយ៉ាងម៉េចដែរតែជាក់ស្ដែងបងប្អូនអើយពីយប់បងគាត់ខ្ចប់ផ្ញើមកមួយសាយអាទឹកដោះគោតៃវ៉ាន់ណាហូបអស់ច្រើនផ្លែហើយវានៅមិនទាន់បាត់ឆ្អែតមិនទាន់បាត់ចង់ផឹកឡើងទៅទៀតហូបថាហូបអាណានេះតែជាក់ស្ដែងដល់កន្លែងសម្បូរហូបលេងចូលបានតែ2 3ផ្លែដូចតលាន់បាត់ហើយអ្នកមិនដែលហូបគាត់ថាឆ្ងាញ់ណាស់ប៉ុន្តែផ្លែនេះឆ្ងាញ់មែនបងប្អូនវាបើសិនជាបងប្អូនយកវាទៅដាក់ត្រាំក្លាសេទឹកកកត្រជាក់ហូបមកឆ្ងាញ់មកមានជាតិហ្មងហើយបើអ្នកធ្វើការហត់អីដាក់ក្លាសេត្រជាក់អីពុះហូបមានកម្លាំងហ្មងខ្ញុំហូបផ្ទាល់ហើយបាទឆ្ងាញ់មែនហើយខុសពីទឹកដោះគោយើងដោះគោនេះអត់សូវមានជ័រទេហ្នឹងហើយពួកយើងបានដើរទៅដល់ភ្នំទៅភ្នំជាប់គ្នាច្រើនប៉ុន្តែនៅម្ដុំនេះគឺម្ដុំចកាអញ្ចឹងយើងមកតែម្ដុំចកាដែលមានផ្លែទឹកដោះគោតៃវ៉ាន់ហ្នឹងទេហើយចកាតរេនអីផ្សេងទៀតយើងនឹងទៅវគ្គក្រោយទៀតអញ្ចឹងណាអញ្ចឹងសូមអរគុណពុកម៉ែបងប្អូនអរគ្នាដែលបានតាមដាន